ជម្រាបសួរបងប្អូនទាំងគ្នាបាទឥឡូវយើងវិលមកជួបបងប្អូនម្ដងទៀតណាបាទថ្ងៃនេះគឺយើងមកនិយាយអំពីការសិក្សារំលោះម្ដងទៀតណាបាទដោយសារតែបងប្អូនយើងមួយចំនួនពេលណាដែលយើងប្រាប់ពីព័ត៌មានបងលួសគាត់នៅតែសួរថាតើសម្រាប់អ្នកដែលធ្វើការត្រូវការឯកសារអីខ្លះហើយសម្រាប់អ្នកដែលគាត់រកស៊ីតែយើងអាចធ្វើការបងរលួអត់អញ្ចឹងឥឡូវយើងមកបញ្ជាក់ម្ដងទៀតបាទបងប្អូនស្ដាប់ឲ្យតន់សម្រាប់ពុកម៉ែបងប្អូនដែលគាត់ជាអ្នកធ្វើការហើយគាត់មានបំណងចង់ធ្វើការសិក្សាបងរំលោះជាមួយម៉ូតូអគ្គិសនីថៃជីរបស់យើងងាយស្រួលបងប្អូនរងចាំរយៈពេលត្រឹមតែ2ម៉ោងកាន់តែ2ឯកសារបងប្អូនដកជាមួយម៉ូតូអគ្គិសនីថៃជីយកទៅប្រើប្រាស់បាទទី1យើងត្រូវការអត្តសញ្ញាណប័ណ្ណបាទបងប្អូនត្រូវការអត្តសញ្ញាណប័ណ្ណសិនរបស់បងប្អូនបាទហើយនឹងលិខិតបញ្ជាក់ប្រាក់ខែបាទហើយបើសិនជាបងប្អូនអត់មានជាលិខិតបញ្ជាក់ប្រាក់ខែទេប៉ុន្តែបងប្អូនបើកប្រាក់បៀវត្សទៅតាមធនាគារផ្សេងៗយើងគ្រាន់តែទាញតែរបាយការណ៍3ខែចុងក្រោយផ្សំជាមួយអត្តសញ្ញាណប័ណ្ណយើងអាចធ្វើការសិក្សារំលោះបានណាបាទ2ម៉ោងក្រោយដកជាមួយម៉ូតូអគ្គិសនីថៃជីក្រោយខ្នងខ្ញុំនេះបងប្អូនបាទពេញចិត្តម្ដងមុនណាបងប្អូនដកម្ដងមុននឹងយកទៅប្រើប្រាស់ហើយយើងកលេចមកជាមួយនឹងបងប្អូនដែលគាត់ជាអ្នករកស៊ីវិញណាបាទសម្រាប់បងប្អូនដែលគាត់ជាអ្នករកស៊ីយើងត្រូវការតែអត្តសញ្ញាណប័ណ្ណជាមួយនឹងសភៅស្នាក់នៅឬក៏សភៅគ្រួសាររបស់បងប្អូនរងចាំរយៈពេលត្រឹមតែ2ម៉ោងដូចគ្នាបងប្អូនអាចដកជាមួយម៉ូតូអគ្គិសនីថៃជីយកទៅប្រើប្រាស់មានកាដូថែមជូនរហូតដល់តែ5មុខធានាជូនរហូតដល់តែ5ឆ្នាំបងប្អូនកុំអស់ការនេះរំលងផុតទៅឲ្យសោះបងប្អូនអាចដាក់ឯកសារឥឡូវនេះ2ម៉ោងក្រោយដកជាមួយម៉ូតូអគ្គិសនីថៃជីយកទៅប្រើប្រាស់